អបអរសាទរប្រពខួបលើកទី77នៃទិវាកុមារអន្តរជាតិ1មិថុនាក្រោមប្រធានបទសន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារនាថ្ងៃទី1ខែមិថុនាឆ្នាំ2026មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺបានរៀបចំពិធីអបអរសាទរនិងប្រពខួបលើកទី77នៃទិវាកុមារអន្តរជាតិ1មិថុនាក្រោមប្រធានបទសន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់អាយដាមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងអាយដាមយឹមសុខុមប្រធានក្រុមប្រឹក្សាខេត្តពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តលោកស្រីប្រធានមន្ត្រីអង្គភាពនានាជុំវិញខេត្តក៏កម្លាំងទាំង3ប្រភេទលោកគ្រូអ្នកគ្រូអាណាព្យាបាលព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកកថ្លែងនៅក្នុងឱកាសនោះអាយដាមបណ្ឌិតបានគូបញ្ជាក់ថាទិវាកុមារអន្តរជាតិ1មិថុនាត្រូវបានប្រពឡើងនៅក្នុងគោលបំណងរំលឹកនិងបំផុសស្មារតីរួមគ្នានៅក្នុងការលើកកម្ពស់ការការពារសិទ្ធិកុមារនិងការអភិវឌ្ឍកុមារដែលជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិអាយដាមបានអំពាវនាវដល់មាតាបិតាអាណាព្យាបាលលោកគ្រូអ្នកគ្រូនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់នៅក្នុងការថែទាំគាំពារនិងផ្តល់ឱកាសឲ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាពបរិយាបន្ននិងសមធម៌ព្រមទាំងជៀសឆ្ងាយពីអំពើហិង្សានិងការរំលោភបំពានគ្រប់រូបភាពអាយដាមអភិបាលខេត្តក៏បានដាស់តឿននិងលើកទឹកចិត្តដល់ក្មួយខ្មោះសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្ដាប់បង្គាប់ឪពុកម្ដាយលោកគ្រូអ្នកគ្រូធ្វើជាកូនល្អសិស្សល្អនិងជាពលរដ្ឋល្អក្នុងសង្គមដែលត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀននិងល្បែងអបាយមុខផ្សេងឆ្លៀននៅក្នុងឱកាសនោះអាយដាមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌបានលើកឡើងអំពីសក្តានុពលដ៏សំខាន់ចំនួន3របស់ខេត្តកំពង់ស្ពឺនៅពេលបច្ចុប្បន្នរួមមានវិស័យទេសចរណ៍វិស័យឧស្សាហកម្មនិងវិស័យកសិកម្មដែលវិស័យទាំងនេះបានកំពុងតែរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញសេដ្ឋកិច្ចខេត្តនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទន្ទឹមនឹងការលើកឡើងអំពីសក្តានុពលខេត្តអាយដាមអភិបាលខេត្តក៏បានដាក់ចេញនូវការណែនាំសំខាន់មួយចំនួនដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តនិងក៏កម្លាំងមានសមត្ថកិច្ចអាយដាមបានណែនាំដល់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវចុះពង្រឹងដល់លោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់មិនត្រូវអនុញ្ញាតឲ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃ Smartphoneក្នុងកំឡុងពេលកំពុងសិក្សានោះឡើយដើម្បីធានាឲ្យបាននូវការយកចិត្តទុកដាក់ស្ដាប់ការពន្យល់និងបង្កើនប្រសិទ្ធភាពនៃការរៀនសូត្រអាយដាមបានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយបានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានរួមគ្នាបង្ក្រាបនិងលើកបំបាត់ចោលនៅរាល់ល្បែងស៊ីសងគ្រប់ប្រភេទក៏ដូចជាសកម្មភាពក្មេងទំនើងដើម្បីធានាបាននូវសុវត្ថិភាពរបៀបរៀបរយសង្គមនិងការរស់នៅប្រកបដោយភាពកក់ក្ដៅរបស់ប្រជាពលរដ្ឋជាពិសេសគឺការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់កុមារលូតលាស់និងរៀនសូត្រផងដែរអាយដាមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌនិងអាយដាមសុខុមក៏បានផ្ដល់កិត្តិយសប្រគល់ប័ណ្ណសរសើរនិងកាដូអនុស្សាវរីយ៍ដល់ក្មួយសិស្សានុសិស្សនិងកុមារដែលបានចូលរួមនៅក្នុងពិធីនោះផងដែរ